បាទសួស្តីអ្នកទាំងអស់គ្នាចឹងនៅក្នុងវីដេអូមួយនេះគឺយើងនឹងមករៀនអំពីរបៀបបូកទិន្នន័យដោយប្រើ shortcut key នៅក្នុងកម្មវិធី Microsoft Excel បាទអញ្ចឹងដូចតារាងដែលយើងបានបង្ហាញគឺយើងមានឈ្មោះទំនិញហើយនឹងការលក់ប្រចាំថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យបាទហើយលំហាត់មួយនេះដែរគឺគេឲ្យយើងគណនាផលបូកទំនិញហ្នឹងក្នុងមួយសប្តាហ៍ម្ដងលក់បានប្រមាណហើយនឹងទំនិញសរុបលក់ប្រចាំថ្ងៃច័ន្ទដល់អាទិត្យហ្នឹងគឺយើងលក់បានសរុបប្រមាណបាទអញ្ចឹងដើម្បីគណនាផលបូកទិន្នន័យដែលមានជួរដេកផងជួរឈរផងបែបនេះគឺយើងអាចប្រើរូបមន្តសាំបាទក៏ប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីរបៀបនៃការប្រើ shortcut key ដែលយើងអាចបូកទិន្នន័យច្រើនបែបនេះបានលឿនបាទអញ្ចឹងដើម្បីបូកទិន្នន័យនេះបានលឿនដោយប្រើ shortcut key គឺយើងចុចទៅលើឬក៏ select ទៅលើទិន្នន័យដំបូងនេះបាទពី cell S6 រហូតដល់cell M10 បាទអញ្ចឹងគឺយើងអាច select វាទាំងអស់បែបនេះហើយដើម្បីគណនាផលបូកបានគឺយើងត្រូវចុចshortcut key ហើយយើងចុចក្រប key L និងសញ្ញាស្មើបាទសញ្ញាស្មើបាទអញ្ចឹងនៅពេលដែលយើងចុច shortcut key L និងសញ្ញាស្មើគឺនឹងបង្ហាញលទ្ធផលនៃផលបូកទាំងជួរដេកជួរឈរមកឲ្យយើងបាទអញ្ចឹងលឿនជាងយើងប្រើរូបមន្តសាំហើយយើងទាញម្ដងមួយអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំមានការបង្ហាញប៉ុណ្ណឹងបាទសូមអរគុណ